ស្ដីប្រិមិត្តសូមស្វាគមន៍មកកាន់ Channel របស់ Admin ជួបគ្នាថ្ងៃនេះ Admin នាំប្រិមិត្តទៅទស្សនារឿងចិនមួយរឿងដែលមានចំណងជើងថា Relentless Fury នឹងឯប្រិមិត្តរឿងនេះទើបតែចេញនៅក្នុងឆ្នាំ2025នេះដែរទេដែលនិយមពីក្រុមសន្និសីទស៊ីឈ្នួលមកក្រុមមានតួនាទីការពីនារីម្នាក់ដើម្បីបញ្ជូននាងធ្វើដំណើរទៅប្រទេសចិនក៏ប៉ុន្តែនាងគឺជានារីម្នាក់ដែលមានប្រវត្តិអាកំបាំងមែនទែននាងត្រូវបានក្រុមឃាតករតាមចាប់នាងដោយសារតែប្រាក់រង្វាន់ពីការចាប់ខ្លួននាងគឺច្រើនមែនទែនតើពួកគេទាំងអស់នោះអាចការពារនាងបានដែរទេដូច្នេះដើម្បីចង់ដឹងថារឿងរបស់យើងល្អមើលយ៉ាងណាសូមប្រិមិត្តតាមដានទស្សនាជាមួយនឹង Admin ដូចតទៅចាប់ផ្ដើមជត់ចាក់ដំបងបង្ហាញពីផ្ទះរបស់មុខុនដែលជាមេក្រុមម៉ាហ្វៀលីនឡាំងបានចូលមកហើយបានចាត់ការកូនចៅរបស់មុខុនម្ដងមួយដោយមានកាមេរ៉ាដ្រូនរបស់ឡាជាជួយប្រាប់អំពីវត្តមានកូនចៅរបស់មុខុនលីនឡាំងបានចាត់ការពួកគេអស់គ្មានសល់តែម្ដងនៅពេលនោះដែរនារីម្នាក់បានដើរចូលមកក្នុងផ្ទះរបស់មុខុនបន្ទាប់ពីកូនចៅរបស់មុខុនបានឆែកឆេរនាងហើយពួកគេក៏បានអនុញ្ញាតឲ្យនាងចូលទៅនាងមានឈ្មោះថាលូស៊ីនៅពេលដែលនាងបានចូលមកក៏បានឃើញថានៅពេលនេះមុខុនកំពុងតែរងចាំនាងក៏ប៉ុន្តែនៅពេលនោះនាងបែរជាវាយគេទៅវិញតាមពិតនេះគឺជាស្ទាយរបស់ពួកគេតែប៉ុណ្ណោះធ្វើឲ្យមុខុនពេញចិត្តតែម្ដងបន្តមកនាងក៏បានចង់ដៃគេនៅពេលដែលបានចង់ដៃហើយក៏ស្រាប់តែបានឃើញថាលីនឡាំងបានជិលមកគេដូច្នោះមុខុនក៏បានផ្ដាច់ខ្សែហើយបានវាយគ្នាជាមួយលីនឡាំងក៏ប៉ុន្តែគេមិនអាចយកឈ្នះលីនឡាំងបានឡើយគេយកកំភ្លើងបានហើយតាមបាញ់លីនឡាំងតែបាញ់មិនត្រូវសោះកូនចៅរបស់គេក៏បញ្ញាក់មកពេលនោះក៏ស្រាប់តែលូស៊ីបានចាត់ការគេដែលជាហេតុឲ្យគេសន្លប់នៅពេលនោះតែម្ដងបន្តមកកូនចៅរបស់មុខុនបានជិលមកតែលូស៊ីបាននិយាយធ្វើសម្លេងរបស់មុខុនប្រាប់ឲ្យគេចេញទៅវិញពួកគេចង់ចេញទៅហើយតែពួកគេបានឃើញកំភ្លើងលីនឡាំងហើយនិងលូស៊ីបានចាត់ការពួកគេធ្វើឲ្យពួកគេដួលអស់បន្ទាប់មកលីនឡាំងបានចាប់យកមុខុនដើម្បីនាំគេចាក់ចេញពីទីនេះបន្តមកលើជាបានបាញ់ខ្សែរ៉ូតដើម្បីឲ្យពួកគេសម្រុតខ្លួនចុះមកគណៈពេលដែលពួកគេកំពុងតែសម្រុតក៏ស្រាប់តែកូនចៅរបស់មុខុនបានអេកុំប្រាប់គ្នាពួកគេថាមេរបស់ពួកគេត្រូវបានចាប់ខ្លួនហើយពួកគេក៏បានតាមទៅជួយគណៈពេលដែលក្រុមរបស់លីនឡាំងបានបើកឡានចេញទៅពេលនោះតើចិនបានចេញមកហើយបានបាញ់ពួកគេដែលជាហេតុធ្វើឲ្យកូនចៅរបស់មុខុនមិនអាចតាមពួកគេបន្តទៀតបានងាកមកមើលមន្ទីរពិសោធន៍មួយពេលនេះមានឡានជាច្រើនគ្រឿងបានបើកសម្រុកចូលមកពួកគេបានបាញ់សម្លាប់សន្តិសុខនៅទីនេះយ៉ាងព្រៃផ្សាយតែម្ដងនៅពេលដែលសន្តិសុខជាយាមទប់ទល់ជាមួយនឹងពួកគេបានបោះគ្រាប់បែកផ្ទុះររបួសហើយស្លាប់ជាច្រើនអ្នកបន្ទាប់ពីពួកគេបានចាត់ការរួចរាល់អស់ហើយរយដែលជាមេរបស់ពួកគេបានចុះមកគេបានដើរចូលទៅខាងក្នុងគណៈពេលដែលបុគ្គលិកនៅក្នុងនោះបានយកសំណាក់ពិសោធន៍រត់ទៅបាត់គឺគេមកទីនេះគឺដើម្បីចង់បានសំណាក់ពិសោធន៍នោះឯងនៅពេលនោះសន្តិសុខប៉ុន្មានអ្នកបានមកភ្ជង់គេក៏ប៉ុន្តែគេបានប្រាប់ឲ្យសន្តិសុខបាញ់គេហើយបានចាត់ការសន្តិសុខទាំងអស់នោះដែលជាហេតុធ្វើឲ្យពួកគេស្លាប់អស់គ្មានសល់តែម្ដងបន្តមកគេបានចូលទៅក្នុងបន្ទប់ពិសោធន៍ដើម្បីយកសំណាក់នោះក៏ប៉ុន្តែពេលនេះបានបាត់ទៅហើយដែលជាហេតុធ្វើឲ្យគេមិនសប្បាយចិត្តបន្តមកនៅពេលដែលគេចេញទៅវិញក៏ស្រាប់តែមានវីដេអូខលបានខលមកពីស្ត្រីម្នាក់ហើយបានសួរទៅរយថាតែគេមកទីនេះធ្វើអីរយបានតបទៅវិញថាគេមកទីនេះគឺដើម្បីយករបស់មួយលើដូច្នោះគាត់បានសួរទៅរយទាំងមិនសប្បាយចិត្តថាមកយកអីហើយមិនមែនជាសមាជិកនៃគម្រោងការមួយនេះទៀតឡើយក៏ប៉ុន្តែរយបានតបទៅវិញថាតែអ្នកស្រីគិតថាខ្ញុំអនុញ្ញាតឲ្យអ្នកស្រីទុក Enix តែមែនទេវាគឺជារបស់ខ្ញុំក៏ប៉ុន្តែអ្នកស្រីម្នាក់នោះមិនព្រមឡើយហើយបានប្រាប់ឲ្យគេប្រកល់សំណាក់ពិសោធន៍ Enix នោះមកវិញរយក៏បានបាញ់កាមេរ៉ានោះដែលជាហេតុធ្វើឲ្យគាត់ភ័យមែនទែនបន្តមកអ្នកស្រីម្នាក់នោះបានប្រាប់ឲ្យកូនចៅរបស់គាត់ប្រកាសតាមរកនារីម្នាក់ដែលមានឈ្មោះថាសុងយ៉ាដែលនាងបានយកសំណាក់ពិសោធន៍នោះទៅដែលប្រកល់ប្រាក់រង្វាន់ឲ្យអ្នកដែលបានរកឃើញនាងរហូតដល់$10 លានឯណោះកូនចៅរបស់គាត់ក៏បានចាប់ផ្ដើមប្រកាសតែម្ដងងាកមកមើលក្រុមរបស់លីនឡាំងវិញពេលនេះពួកគេបានចាប់យកមុខុនមកឲ្យបរិសម្នាក់ដែលជាថ្នាក់លើរបស់គាត់ហើយគាត់ក៏បានប្រកល់ប្រាក់រង្វាន់ឲ្យពួកគេក៏ប៉ុន្តែមើលទៅលើជាហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងប្រាក់រង្វាន់នេះសោះពីព្រោះមើលទៅតិចពេកបន្តមកគាត់បានប្រាប់លីនឡាំងអំពីបេសកកម្មថ្មីលោកកាប់តែនលីនលោកមានបេសកកម្មថ្មីនារីម្នាក់នេះគឺជាអតីតបុគ្គលិកនៅមន្ទីរពិសោធន៍បូរ៉ូម៉ាបេសកកម្មរបស់លោកគឺត្រូវនាំនាងត្រឡប់ទៅប្រទេសកំណើតរបស់នាងវិញដោយសុវត្ថិភាពក៏ប៉ុន្តែគាត់បានប្រាប់លីនឡាំងថាមិនឲ្យសួរអ្វីទាំងអស់ទូនាទីរបស់ពួកគេគឺមានតែម្យ៉ាងគត់គេនាំនាងត្រឡប់ទៅប្រទេសចិនវិញដោយសុវត្ថិភាពបន្តមកនៅពេលដែលគាត់បានចេញទៅលីនឡាំងបានប្រាប់កូនចៅរបស់គេទាំងអស់អំពីបេសកកម្មនោះដែលជាហេតុធ្វើឲ្យលូស៊ីមិនសប្បាយចិត្តពីព្រោះតែនាងបានគិតថានាងបានសម្រេចហើយបានកកសន្តាគារដើម្បីដើរលេងទៀតផងក៏ប៉ុន្តែបើជាមានបេសកកម្មទៀតលីនឡាំងក៏បានដើរចេញមិនស្ដាប់នាងរអ៊ូទៀតឡើយលើជាបាននិយាយទៅនាងថាបើសិនជាខ្ញុំបានដឹងថាខ្ញុំត្រូវធ្វើការលើសម៉ោងបែបនេះខ្ញុំធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាវិញល្អជាងលើដូច្នោះតើចិនបានតបថាល្អណាស់ទៅធ្វើទៅហើយជួយដោះបំណុលឲ្យលូស៊ីផងលើជាបានតបថាគ្រាន់តែជាបំណុលតូចតាចតែប៉ុណ្ណោះបន្តមកពួកគេក៏បានឡើងឡានហើយធ្វើដំណើរទៅនៅពេលដែលលើជាបានឆែកមើលអំពីព័ត៌មានរបស់សុងយ៉ា
ក៏បានឃើញថាក្នុងដាក់ web ពេលនេះសង្យាត្រូវបានគេប្រកាសឲ្យចាប់ខ្លួនជាមួយនឹងប្រាក់រង្វាន់រហូតដល់ទៅ$10 លានឯណោះធ្វើឲ្យគេភ្ញាក់ផ្អើលមែនទែនហើយ Lucy ក៏ភ្ញាក់ផ្អើលផងដែរនៅពេលនោះលេជាចង់រកប្រាក់ដោយវិធីនេះក៏ប៉ុន្តែនាងបានតបថានេះគឺជាបេសកកម្មពិសេសដូច្នេះពួកគេមិនអាចធ្វើអីបានឡើយគឺមានតែធ្វើតាមបទបញ្ជាតែប៉ុណ្ណោះបន្ទាប់មកពួកគេបានធ្វើដំណើរមកសន្តាគារមួយដែលជាសន្តាគារផ្កាយ5ធ្វើឲ្យពួកគេភ្ញាក់ផ្អើលមែនទែនដែលសង្យាស្នាក់នៅសន្តាគារប្រណិតបែបនេះពួកគេបានបន្លំខ្លួនទៅរកសង្យានៅបន្ទប់លេខ452ជាន់ទី4ពួកគេបានបំបែកគ្នាដើម្បីធ្វើតាមផែនការរបស់ពួកគេរីឯលើជាគេបានហែកកាមេរ៉ាសុវត្ថិភាពនៅក្នុងសន្តាគារដើម្បីធ្វើការតាមដានសកម្មភាពផ្សេងៗនៅពេលនោះគេបានឃើញក្រុមរបស់រយបានមកដល់ធ្វើឲ្យគេឆ្ងល់មែនទែនហើយបានសង្ស័យផងដែររួចគេបានប្រាប់គ្រប់គ្នាអំពីរយមើលទៅក្រុមរបស់ពួកគេដូចជាចម្លែកណាស់មិនដូចជាភ្ញៀវធម្មតាឡើយនៅពេលដែលបានឃើញតាចេតបានប្រាប់គ្នារបស់គេថាពួកគេមានគ្នា6នាក់រីឯលីនឡើងវិញពេលនេះគេបានមកដល់បន្ទប់នោះហើយគេបានបើកទ្វារចូលទៅពេលនោះសង្យាបានចេញមកពីបន្ទប់ទឹកហើយបានឃើញលីនឡើងនាងបាននិយាយថានេះមិនបានហៅខាងស្វីសឲ្យមកឡើយតើលោកគឺជាអ្នកណាលីនឡើងបានតបថាសង្យាខ្ញុំឈ្មោះលីនឡើងខ្ញុំមកនេះគឺដើម្បីទទួលនាងបន្តមកនៅពេលដែលលើជាបានប្រាប់លីនឡើងអំពីរយថាគេមកជិតដល់ហើយលីនឡើងក៏បានលាក់សង្យានៅក្នុងរទេះរុញដើម្បីនាំនាងចេញពីទីនេះបន្តមកនៅពេលដែលលីនឡើងហើយនឹងរយបានដើរជ្រុះគ្នាក៏ស្រាប់តែរយហាក់បានដឹងថាសង្យានៅក្នុងរទេះរុញនោះគេក៏បានចូលទៅក្នុងចិន្តាយន្តវិញបន្តមកគេបានដកកំភ្លើងចង់បាញ់ក៏ប៉ុន្តែត្រូវបានលីនឡើងទប់ទល់ហើយបានរុញរទេះចេញក្រៅឲ្យ Lucy ពេលដែលកូនចៅរបស់រយបានមកដល់ Lucy ធ្វើពុតជាខ្លាចពួកគេក៏បានចុះទៅតាមចិន្តាយន្តគណៈពេលដែលរយកំពុងទៅវាយគ្នាជាមួយលីនឡើង Lucy បាននាំសង្យាចូលទៅក្នុងឡាននៅពេលដែលចិន្តាយន្តបានបើកលីនឡើងបានធាក់រយចេញទៅក្រៅលីនឡើងក៏បានប្រញាប់ទៅឡានរបស់គេរយបានបាញ់ក៏ប៉ុន្តែបាញ់មិនត្រូវពួកគេបានបើកឡានចេញទៅបាត់ដែលជាហេតុធ្វើឲ្យរយមិនសប្បាយចិត្តរីឯលីនឡើងវិញគេបានសួរគ្នារបស់គេថាពួកគេនោះជាអ្នកណាឡាជាបានតបថាគេបានចែកមើលព័ត៌មានគ្រប់ទិសទីអស់ហើយក៏ប៉ុន្តែគ្មានព័ត៌មានអំពីពួកគេសោះរីឯខាងនេះវិញនៅពេលដែលពួកគេបានចែកដឹងថាសង្យានៅក្នុងសន្តាគារមួយនោះហើយមានអ្នកជួយអ្នកស្រីម្នាក់នោះក៏បានប្រាប់កូនចៅរបស់គាត់ថាបង្កើនតម្លៃចាប់ខ្លួនសង្យា$20 លានរីឯខាងនេះវិញឡាជាពេលនេះគេបានដឹងថាតម្លៃខ្លួនរបស់សង្យាគឺ$20 លានហើយដែលជាហេតុធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលបន្ទាប់មកឡាជាបានប្រាប់លីនឡើងថាមានអ្នកបានដឹងទីតាំងរបស់ពួកយើងហើយមិនដឹងថាជាអ្នកណាឡើយតាំងពីពួកយើងបានចេញពីសន្តាគារនោះមកពេលនោះសង្យាបានសួរទៅលីនឡើងថាហេតុអីក៏ពួកគេទាំងអស់នោះតាមចាប់នាងក៏ប៉ុន្តែលីនឡើងបានតបថាគេក៏មិនដឹងដែរតែមើលទៅសង្យាហាក់ដូចជាសង្ស័យពួកគេលីនឡើងបាននិយាយថាតើនាងសង្ស័យពួកខ្ញុំមែនទេបើសិនជាពួកខ្ញុំមែននោះហេតុអីក៏ពួកខ្ញុំជួយនាងក៏ប៉ុន្តែសង្យានៅតែមិនជឿគេពេលនោះតាចេនបាននិយាយថាបើសិនជាពួកយើងមានជនក្បត់មែនគឺប្រហែលជាលើជាហើយដែលជាហេតុធ្វើឲ្យលើជាមិនសប្បាយចិត្តហើយបានស្ដីឲ្យតាចេនពេលនោះលីនឡើងបានប្រាប់សង្យាថាពួកយើងបានធ្វើការជាមួយគ្នារយៈពេល8ឆ្នាំហើយដូច្នេះពួកយើងមិនក្បត់គ្នាជាដាច់ខាតលោកក្រោយមកនៅពេលដែលពួកគេបានធ្វើដំណើរទៅដល់កន្លែងមួយក៏ស្រាប់តែមានឡានជាច្រើនគ្រឿងបានមកស្កាត់ពួកគេហើយបានគំរាមពួកគេឲ្យចុះមកនៅពេលដែលពួកគេបានចុះមកតាចេនបានហៅបរិសម្នាក់ដែលជាមេគេនៅទីនេះថាបងប្រុសតាមពិតពួកគេគឺជាបងប្អូនជីដូនមួយសោះដែលជាហេតុធ្វើឲ្យគេសប្បាយចិត្តមែនទែនបន្តមកគេបានសួរទៅតាចេនថាខ្យល់អីបើឯងមកទីនេះតាចេនបានតបថាគឺដោយសារតែគេបានឆ្លងកាត់ទីនេះហើយក៏ឆ្លៀតចូលលេងនៅពេលនោះគេបានឃើញ Lucy ធ្វើឲ្យគេសប្បាយចិត្តមែនទែនព្រោះតែគេស្រឡាញ់នាងបន្តមកពួកគេបានធ្វើដំណើរទៅបន្ទាយក៏ប៉ុន្តែមើលទៅសង្យាហាក់ដូចជាមិនទុកចិត្តបងជីដូនមួយរបស់តាចេនសោះនៅពេលដែលពួកគេបានធ្វើដំណើរមកដល់ក៏បានឃើញថានៅទីនេះពិតជាយាមកាមទាំងរឹងមែនទែនបន្តមកសង្យាបានសួរទៅលីនឡើងថាហេតុអីបានជាលោកទុកចិត្តពួកគេបែបនេះលីនឡើងបានប្រាប់ថាបងជីដូនមួយរបស់តាចេនធ្លាប់ជាទាហានបន្ទាប់ពីគាត់បានចាក់ចែងគាត់ក៏បានមកទីនេះដើម្បីកសាងជីវិតឬដូច្នោះធ្វើឲ្យនេះឆ្ងល់មែនទែនបន្តមកនៅពេលដែលពួកគេបានចូលមកក្នុងផ្ទះបងជីដូនមួយរបស់តាចេនបានប្រាប់ពួកគេថាឲ្យពួកគេសម្រាកចុះគាត់នឹងរៀបចំអាហារឲ្យពួកគេលីនឡើងបានប្រាប់គាត់ថាយប់នេះខ្ញុំនឹងចាក់ចេញហើយបន្តមកនៅពេលដែលគាត់បានចេញមកកូនចៅរបស់គាត់បាននិយាយទៅគាត់ថាតើលោកបងដឹងទេនារីម្នាក់នោះត្រូវបានគេប្រកាសនៅក្នុងដាក់ web តម្លៃខ្លួនរបស់នាងគឺដល់ទៅ$20 លានឯណោះពួកយើងចាប់នាងទៅគឺដើម្បីបានលុយនោះឯអ្នកដទៃទៀតសម្រាប់ពួកគេចោលតែម្ដងនៅពេលដែលបានលឺដូច្នោះធ្វើឲ្យគាត់មិនសប្បាយចិត្តហើយសួរថាចុះប្អូនជីដូនមួយរបស់យើងហើយក៏បានវាយគេតែម្ដងទាត់ធាក់ដែលគេចង់សម្លាប់ប្អូនជីដូនមួយរបស់គាត់រីឯខាងនេះវិញពេលនេះឡាជាគេបានដឹងថាមានអ្នកបានផ្ដល់ដំណឹងអំពីទីតាំងរបស់ពួកគេទៅអង្គភាពដែលបានតាមចាប់សង្យាដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់មែនទែនថាជាអ្នកណាទៅឡាជាបាននិយាយថាឬក៏ជាបងជីដូនមួយរបស់តាចេនដែលជាហេតុធ្វើឲ្យតាចេនមិនសប្បាយចិត្តហើយនិយាយថាប្រយ័ត្នមុតផងហើយពេលនេះពួកគេក៏ចង់ចាក់ចេញពីទីនេះតែម្ដងបន្តមកនៅ
ពេលដែលពួកគេចង់ចេញទៅវិញក៏ស្រាប់តែបងជីដូនមួយរបស់តេចិនបានមកដល់យកផ្កាឲ្យលូស៊ីក៏ប៉ុន្តែត្រូវបានកូនចៅរបស់គាត់បាញ់សម្លាប់គាត់ពួកគេក៏បានទប់ទល់ពេលនោះគាត់ក៏បានស្លាប់នៅពេលនោះធ្វើឲ្យតេចិនខឹងមែនទែនអាមួយនោះបានស្រែកប្រាប់កូនចៅរបស់គាត់ថាក្រុមរបស់លីនឡាំងបានសម្លាប់មេរបស់ពួកគេបាត់ហើយពួកគេក៏បានបាញ់រះទៅលើផ្ទះនោះនៅពេលដែលបានឃើញថាស្ងាត់ហើយគេក៏បានប្រាប់ឲ្យគ្នារបស់គេចូលទៅក៏ប៉ុន្តែនៅពេលដែលពួកគេបានចូលទៅពួកគេបានបែកគ្នាមកវិញលីនឡាំងហើយនឹងតេចិនបានបាញ់រះសម្លាប់ពួកគេស្លាប់អស់ជាច្រើនអ្នកពួកគេបានបោះគ្រាប់បែកមកក៏ប៉ុន្តែលីនឡាំងហើយនឹងតេចិនគេចទាន់គណៈពេលដែលខាងនេះត្រូវបានគេបាញ់ផងដែរតែលីនឡាំងមកជួយតេចិនត្រូវបានពួកគេបាញ់កំភ្លើងធំ RPG តែគេបានគេចទាន់គេក៏បានគេចខ្លួនបន្តទៀតលីនឡាំងបានទៅជួយគេហើយបានបាញ់តទល់ជាមួយនឹងពួកគេទាំងអស់នោះគណៈពេលដែលខាងនេះបានរត់មកដល់ឡាននៅពេលនោះតេចិនបានតាមបាញ់សម្លាប់អាមួយនោះដោយកំហឹងដែលជាហេតុធ្វើឲ្យលីនឡាំងព្រួយបារម្ភពីគេមែនទែនតេចិនបានវាយគ្នាជាមួយនឹងអាមួយនោះហើយបានបាញ់សម្លាប់គេទោះជាអស់គ្រាប់កំភ្លើងក៏នៅតែបាញ់ទៀតនៅពេលដែលបានគេដូច្នោះលីនឡាំងបានទីគេមកក៏ប៉ុន្តែគ្រាប់បែកបានរបូតផ្ទុះពួកគេបានត្រូវអំបែងវងវិញស្មារតីហឹងត្រជាទាំងពីរនាក់ទោះបីជាពួកគេប្រឹងក្រោកក៏ក្រោកមិនរួចក៏ស្រាប់តែកូនចៅរបស់បងជីដូនមួយរបស់តេចិនបានមកទៀតធ្វើឲ្យតេចិនមានការព្រួយបារម្ភមែនទែនក៏ប៉ុន្តែពួកគេត្រូវបានលូស៊ីបាញ់សម្លាប់ពីឡានមកពួកគេបានស្លាប់អស់គ្មានសល់តែម្ដងបន្តមកនៅពេលដែលពួកគេបានធ្វើដំណើរចេញទៅលូស៊ីបានបាញ់កំទេចទីនេះផ្ទុះដល់លើខ្ទេចដល់ត្រូនរបស់ម្ដាយម្នាក់នោះដែលបានតាមដានពួកគេពីមុនមកដែលជាហេតុធ្វើឲ្យគាត់មិនសប្បាយចិត្តហើយបានសួរទៅកូនចៅរបស់គាត់ថាធីម Alpha របស់គាត់យ៉ាងម៉េចហើយកូនចៅរបស់គាត់បានតបថាពួកគេកំពុងតែធ្វើដំណើរទៅគេនៅមិនឆ្ងាយឡើយរីឯខាងនេះវិញគណៈពេលដែលលូស៊ីកំពុងតែដេករបួសឲ្យលីនឡាំងតែជាគេពិតជាមានអារម្មណ៍ខឹងមែនទែនគឺដោយសារតែបងជីដូនមួយរបស់គេបានស្លាប់លីនឡាំងបានហៅលើជាបន្តមកគេបានប្រាប់ឲ្យលើជាបាក់ឡានទៅទីក្រុងសៃវ៉ាន់ដែលជាហេតុធ្វើឲ្យគេភ្ញាក់ផ្អើលពីព្រោះគ្រោះថ្នាក់ខ្លាំងណាស់លីនឡាំងបានតបថាបើសិនជាពួកយើងទៅភ្នំមនុស្សព្រៃនោះនៅទីនោះឆ្ងាយខ្លាំងណាស់រីឯរយវិញនៅពេលដែលគេបានឃើញវីដេអូដែលម្ដាយម្នាក់នោះនិយាយអំពីធីម Alpha គេបាននិយាយថានេះគ្មានអ្វីប្រែប្រួលប្រសើរជាងមុនសោះបន្តមកគេបានប្រាប់ឲ្យកូនចៅរបស់គេបាក់ឡានទៅទីក្រុងសៃវ៉ាន់មើលទៅគេហាក់ដូចជាដឹងចិត្តរបស់លីនឡាំងអញ្ចឹងរីឯខាងនេះវិញនៅពេលដែលពួកគេបានមកដល់លូស៊ីបានឃើញលីនឡាំងកេងបែបនោះនាងបាននិយាយថាទុកឲ្យគាត់សម្រាកចុះទុកឲ្យខ្ញុំចេញទៅក្រៅដើម្បីទៅស្វែងរកអ្នកលក់កំភ្លើងនៅទីនេះក៏ប៉ុន្តែឡាជាបាននិយាយថានាងទៅតែម្នាក់ឯងបែបនេះគឺគ្រោះថ្នាក់ខ្លាំងណាស់គឺគេចង់ទៅដែរក៏ប៉ុន្តែនាងនិយាយថាមិនអីទេពេលនោះតាចិនបាននិយាយប្រាប់ឲ្យឡាជាទៅជាមួយនាងចុះទុកឲ្យគេនៅទីនេះជាមួយនឹងលីនឡាំងបន្តមកនៅពេលដែលពួកគេបានចេញមកក៏បានឃើញថានៅទីនេះពិតជារញ៉េរញ៉ៃមែនទែនពួកគេបានមកដល់កន្លែងមួយពេលនោះដែលក៏ស្រាប់តែមានស្រីស្អាតម្នាក់ចង់តាក់ទងអស់ក្លាជាមួយនឹងឡាជាក៏ប៉ុន្តែគេបាច់ជាដើរចេញដាច់ជាហេតុធ្វើឲ្យនាងបានគិតថាគេគឺជាខ្ទើយឲ្យមើលទៅបន្តមកគេចង់ប្រាប់អ្វីម្យ៉ាងទៅលូស៊ីក៏ប៉ុន្តែមើលទៅគេដូចជាស្ទះស្ទើរប្រហែលជាគេចង់សារភាពស្នេហ៍ឲ្យមើលទៅនៅពេលនោះលូស៊ីបានប្រាប់ឲ្យគេនៅទីនេះហើយទុកឲ្យនាងចូលទៅតែម្នាក់ឯងនៅពេលដែលនាងបានចូលទៅនាងបានប្រាប់អ្នកយាមថានាងត្រូវការជួបឡាវហងគេក៏បានជូននាងទៅគណៈពេលនេះឡាជាបានសារភាពស្នេហ៍តែម្នាក់ឯងហើយឆ្ងល់ថាហេតុអីបានជាគេមិនអាចនិយាយបានក៏ស្រាប់តែមានបរិសុទ្ធម្នាក់បាននិយាយមកគេថាខ្ញុំក៏ចូលចិត្តលោកដែរដែលជាហេតុធ្វើឲ្យនារីម្នាក់នោះហួសចិត្តមែនទែនព្រោះតែនាងបានគិតថាគេគឺជាខ្ទើយរីឯលូស៊ីវិញនៅពេលដែលនាងបានចូលមកដល់ខាងក្នុងហើយបានជួបជាមួយនឹងឡាវហងហើយបានប្រាប់គាត់ថាឲ្យគាត់យកអាវុធដូចដែលនាងបានសរសេរនៅក្នុងនេះមកក៏ប៉ុន្តែគាត់បានសួរតែនាងថាតើពួកយើងបានស្គាល់គ្នាមែនទេបន្តមកគាត់បានយករូបថតរបស់នាងនិងក្រុមរបស់នាងបោះឲ្យនាងមើលនៅពេលដែលបានគិតដូច្នោះនាងបានយកទូរស័ព្ទមកហើយលុយផ្ញើសារទៅឡាជាឲ្យគេរត់កូនចៅរបស់គាត់ចង់ចាប់នាងក៏ប៉ុន្តែនាងបានទប់ទល់ជាមួយនឹងពួកគេរីឯលើជាវិញគេបាច់ជាមិនរត់ហើយចង់ចូលមកជួយនាងក៏ប៉ុន្តែគេត្រូវបានវាយសន្លប់នៅពេលនោះតែម្ដងគេដូច្នោះធ្វើឲ្យឡាវហងហួសចិត្តមែនទែនរីឯលីនឡាំងវិញពេលនេះគេបានយកសពអាក្រក់គណៈពេលគេព្យាយាមការពារសង្យាគេបានឃើញកូនចៅរបស់គេស្លាប់អស់ដែលជាហេតុធ្វើឲ្យគេភ័យមែនទែនគេបានភ្ញាក់មកហើយបានឃើញកុំព្យូទ័ររបស់ឡាជាបញ្ជាក់ថាមានអ្នកបានដឹងទីតាំងរបស់គេបានចេញមកហើយបានសួររកឡាជាហើយនឹងលូស៊ីតាចិនក៏បានប្រាប់គេថានាងទៅរកអ្នកលក់អាវុធក៏ស្រាប់តែឡាវហងបានផ្ញើវីដេអូមកថាគាត់បានចាប់ខ្លួនពួកគេទាំងពីរនាក់ហើយដូច្នេះឲ្យលីនឡាំងយកសង្យាមកបដូរជាមួយនឹងពួកគេទាំងពីរនាក់មកហើយពេលនេះឡាវហងក៏បានខលប្រាប់រយផងដែរហើយបានប្រាប់ឲ្យរយមករកគាត់រយបានលួចខ្សឹបប្រាប់កូនចៅរបស់គេថាគេនឹងសម្លាប់គាត់ជាមិនខានរីឯខាងនេះវិញពេលនេះលីនឡាំងបានយកសង្យាមកដល់ហើយដើម្បីដោះដូរជាមួយនឹងកូនចៅរបស់គេទាំងពីរនាក់ក៏ប៉ុន្តែគេបានយកគ្រាប់បែកមកគំរាមដែលជាហេតុធ្វើឲ្យឡាវហងផាត់ភ័យបន្ទាប់មកគាត់បានដោះលែងពួកគេទាំងពីរនាក់ហើយបានយកសង្យាចូលមកបន្តមកនៅពេលដែលគេចង់ចេញទៅវិញលីនឡាំងបានសួរទៅឡាវហងថាតើលោកមិនមែនជាអ្នករៀបគម្រោងនេះទេមែនទេគាត់ក៏បានឆ្លើយប្រាប់ថាត្រូវហើយគឺមនុស្សម្នាក់ឈ្មោះរយការរកលុយគឺជារឿងដ៏ល្អសម្រាប់ខ្ញុំរួចហើយលីនឡាំងក៏បានចេញទៅដោយទុកសង្យាឲ្យនៅទីនេះតែម្នាក់ឯងបន្តមកគណៈពេលដែលពួកគេកំពុងតែជិះឡានលូស៊ីបានសំទោសលីនឡាំងក៏ប៉ុន្តែគេមិននិយាយអីសោះពេលនោះគេបានយក laptop មកឲ្យលើជាត្រេករកសញ្ញានៅក្នុងនោះហើយបានប្រាប់ពួកគេថាការងាររបស់ពួកយើងមិនទាន់ចប់ឡើយបន្តមកលីនឡាំងបាននឹកឃើញ
អំពីរឿងរ៉ាវមុនពេលគេបានយកសង្យាមកបដូរសង្យាបានប្រាប់គេថាទុកឲ្យនាងទៅជួយពួកគេចុះពេលនោះលីនឡើងបានតបទៅនាងវិញថាកុំព្រួយបារម្ភអីខ្ញុំនឹងជួយនាងត្រឡប់មកវិញឲ្យបានរីឯរយវិញពេលនេះគេបានមកដល់កន្លែងរបស់ឡាវហងហើយក៏ប៉ុន្តែនៅពេលដែលគេបានចូលមកកូនចៅរបស់ឡាវហងបានប្រាប់ឲ្យគេប្រគល់អាវុធមកពួកគេមិនអនុញ្ញាតឲ្យយកអាវុធចូលទៅខាងក្នុងឡើយគេបានប្រគល់កំភ្លើងរបស់គេក៏ប៉ុន្តែមើលទៅគេដូចជាលេងសាច់ច្រើនមែនទែននៅពេលដែលគេបានចូលមកដល់ខាងក្នុងគេបានទះដាច់ជាច្រើនដងមើលទៅគេដូចជាសប្បាយចិត្តបន្តមកឡាវហងបាននិយាយទៅគេថានារីម្នាក់នោះគឺមានតម្លៃរហូតដល់ទៅ$20 លានបើសិនជាឯងហ៊ានឲ្យតម្លៃរហូតដល់ទៅ$30 លាននោះនាងនឹងខ្លាយទៅជារបស់ឯងជាមិនខានពេលនោះរយបានសួរទៅគាត់ថាក្រែងយើងបានព្រមព្រៀងគ្នាហើយមែនទេក៏ប៉ុន្តែគាត់បានតបថាគ្រប់យ៉ាងគឺបានប្រែប្រួលហើយពេលនោះកូនចៅរបស់រយបានឲ្យគាត់មើលទូរស័ព្ទដែលគេបានយកប្រពន្ធគាត់របស់គាត់មកគំរាមគាត់ក៏ប៉ុន្តែគាត់បែរជាមិនព្រួយបារម្ភហើយបានសួរទៅរយថាតើឯងល្ងងមែនទេប្រពន្ធគាត់របស់យើងមិនដែលឯងមានតម្លៃរហូតដល់ទៅ$30 លានគេក៏បានវាយគាត់ហើយបានបាញ់កូនចៅរបស់គាត់បន្តមករយក៏បានបាញ់សម្លាប់គាត់នៅពេលនោះតែម្ដងហើយគេបានសួរទៅកូនចៅរបស់គាត់ថាសង្យានៅឯណានាងក៏បានប្រាប់ពីកន្លែងរបស់សង្យាគេក៏បានទៅរកសង្យារីឯក្រុមរបស់លីឡាំងវិញពេលនេះពួកគេបានលួចចូលមកដើម្បីមកជួយសង្យាតែចិនក៏បានបន្លំខ្លួនធ្វើជាមនុស្សស្រវឹងដើម្បីឲ្យអ្នកយាមទៅរកគេហើយពួកគេក៏បានចាត់ការអ្នកយាមទាំងពីរនាក់នោះហើយបានចូលមកជួបសង្យាគណៈពេលដែលពួកគេកំពុងតែជួយនឹងផងដែររយក៏កំពុងតែចូលមកហើយបានជួបគ្នាពួកគេទាំងពីរក្រុមបានបាញ់គ្នានៅពេលនោះតែចិនបានបោះក្របបែកផ្សែងនៅពេលនោះរយបាននិយាយទៅពួកគេថាហេតុអីក៏ពួកយើងមិនធ្វើការដោះដូរគ្នាទៅខ្ញុំនឹងឲ្យពួកឯង5 លានតើល្អទេក៏ប៉ុន្តែលីនឡាងបានតបទៅវិញថា50 លានខ្ញុំនឹងឲ្យវិកាយប័ត្រទៅឯងនៅពេលដែលបាននិយាយដូច្នោះរយហើយនឹងកូនចៅរបស់គេក៏បានចាប់ផ្ដើមបាញ់បន្តមកនៅពេលដែលរយចូលទៅបើជាមិនបានឃើញពួកគេសោះរយក៏បានសុំលីនឡាងចរចាទៀតពេលនោះកូនចៅរបស់រយបានបើកឡាស៊ែលីនឡាងបានបាញ់គេពួកគេក៏បានបាញ់ទៅវិញលើទូរស័ព្ទរដែលលីនឡាងបានដាក់អន្ទាក់បងវាយដានពួកគេបានបាញ់ទូរស័ព្ទបន្តមកលីនឡាងបាននាំកូនចៅរបស់គេព្រមទាំងសង្យាចេញមកក្រៅក៏ប៉ុន្តែពួកគេបានដេញតាមមកទៀតលីនឡាងក៏បានបាញ់ចង្កៀងភ្លើងដែលជាហេតុធ្វើឲ្យឆាបឆេះហើយក៏ប្រញាប់រត់ឡើងឡានដើម្បីចាក់ចេញពីទីនេះនៅពេលដែលបានឃើញដូច្នោះធ្វើឲ្យរយខឹងមែនទែនចង់ស្រែកក៏ប៉ុន្តែកូនចៅរបស់គេស្រែកមុនធ្វើឲ្យគេភ្ញាក់គេក៏បានបាញ់សម្លាប់កូនចៅរបស់គេតែម្ដងរីឯខាងនេះវិញនៅពេលដែលពួកគេបានគេចខ្លួនបានហើយសង្យាបានអរគុណពួកគេបន្តមកនាងចង់ប្រគល់ GPS ឲ្យលីនឡាងវិញក៏ប៉ុន្តែគេនិយាយថាមិនបាច់ឡើយពីព្រោះពួកយើងមិនទាន់ចប់បេសកកម្មក៏ប៉ុន្តែមើលទៅឡាជាហាក់ដូចជាមានការសង្ស័យទៅលើសង្យារីឯពួកគេខាងនេះវិញពេលនេះពួកគេទទួលបានទីតាំងថ្មីរបស់សង្យាទៀតហើយគឺនៅឯភ្នំមនុស្សព្រៃងាកមកមើលរយម្ដងទៀតកូនចៅរបស់គេបានប្រាប់គេថាពេលនេះលីនឡាងពួកគេនៅឯភ្នំមនុស្សព្រៃរីឯលីនឡាងវិញពេលនេះគេបានធ្វើដំណើរជូនសង្យាទៅប្រទេសចិនដោយប្រើទូកនៅពេលនោះឡាជាបាននិយាយប្រាប់លីនឡាងថាមានអ្នកបានផុសទីតាំងរបស់ពួកយើងទៀតហើយគឺនៅឯភ្នំមនុស្សព្រៃដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់ពីព្រោះនៅទីនេះមិនមែនជាភ្នំមនុស្សព្រៃឡើយលូស៊ីនិយាយថាដំណឹងនេះល្អតើបណ្ដោយតាមនឹងចុះបន្តមកនៅពេលដែលពួកគេបានធ្វើដំណើរចាក់ចេញទៅម្ចាស់ទូកម្នាក់នោះបើជាផ្ដោតដំណឹងឲ្យសត្រូវទៅវិញចំណែកឯឡាជាវិញគេបាននិយាយប្រាប់ពួកគេទាំងអស់គ្នាថាខ្ញុំសង្ស័យថាសង្យាគឺជាជនបង្កប់ដែលបានផ្ដោតដំណឹងឲ្យសត្រូវដឹងអំពីទីតាំងរបស់ពួកយើងវិតែនឹងស្លាប់2 ដងហើយគេដោយសារតែសង្យារីឯបងជីដូនមួយរបស់តើជែនវិញគាត់ក៏បានស្លាប់ដោយសារតែសង្យាផងដែរពេលនោះតើជែនបាននិយាយទៅលីនឡាងថាខ្ញុំបាននៅជាមួយនឹងលោកតាំងពីខ្ញុំនៅវិជំទង់មកម្លេះបើសិនជាបងជីដូនមួយរបស់ខ្ញុំបានស្លាប់ដោយសារតែនាងពិតមែននោះខ្ញុំគ្មានពាក្យអីត្រូវនិយាយឡើយនៅពេលដែលបានលឺដូច្នោះលីនឡាងក៏បានដាក់ចេញទាំងអារម្មណ៍មិនសប្បាយចិត្តពេលនោះលូស៊ីបានសួរទៅពួកគេថាហេតុអីក៏អ្នកទាំងពីរគិតបែបនេះរយៈពេលជាច្រើនឆ្នាំមកនេះតើលបងធ្លាប់បានធ្វើឲ្យពួកយើងអស់សង្ឃឹមដែរទេរីឯលីនឡាងវិញគេបានមករកសង្យាដែលបានប្រាប់នាងថាពួកយើងទៅជិតដល់ហើយពេលនោះសង្យាបាននិយាយទៅគេថានិយាយតាមត្រង់ចុះខ្ញុំមិនដែលបានគិតថាខ្ញុំបានធ្វើឲ្យមានបញ្ហាច្រើនបែបនេះឡើយពិតជាអរគុណលោកមែនតែនបន្តមកលីនឡាងបានសួរទៅនាងថាហេតុអីក៏ពួកគេចង់ចាប់នាងពេលនោះពួកគេទាំង3នាក់បានមកទីនេះលួចស្ដាប់លីនឡាងហើយនិងសង្យានិយាយគ្នាផងដែរសង្យាបាននិយាយប្រាប់លីនឡាងថាខ្ញុំធ្លាប់បានធ្វើការនៅក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រការងាររបស់ខ្ញុំគឺធ្វើការពិសោធន៍ទៅលើសែនរបស់មនុស្សខ្ញុំតែងគិតថាការសិក្សានេះគឺប្រសំខាន់ដើម្បីរកវិធីសាស្ត្រជួសជុលសែនដែលបានខូចខាតក៏ប៉ុន្តែនៅថ្ងៃមួយខ្ញុំបានដឹងថាតាមពិតពួកគេធ្វើការពិសោធន៍ទៅលើ virus មួយយ៉ាងដែលមានឈ្មោះថា Annex ដើម្បីទទួលស្គាល់សែនអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺពួកគេធ្វើការពិសោធន៍ទៅលើមនុស្សជំនួសសត្វលីនឡាងបាននិយាយថាបើអញ្ចឹងពួកគេចង់ប្រើ virus នោះជាអាវុធសម្លាប់មនុស្សមែនទេនាងបានបន្ថែមទៀតថាពួកគេបានយកក្រូម៉ូសូមទី22របស់ខ្ញុំហើយមានមនុស្សតែប៉ុន្មានអ្នកតែប៉ុណ្ណោះដែលមានសែននេះខ្ញុំបានព្យាយាមរកវិធីដើម្បីលួចវាចេញមកហើយនៅថ្ងៃមួយមានការវាឆ្មក់បាញ់ប្រហារឆ្លៀតពេលនោះខ្ញុំក៏បានលួចយកសំណាក់ពិសោធន៍នោះក៏ប៉ុន្តែភ្លាមពេកខ្ញុំមិនអាចយកសំណាក់នោះចេញទៅក្រៅដោយគ្មានឧបករណ៍ទុកដាក់ត្រឹមត្រូវនោះឡើយខ្ញុំក៏បានសម្រេចចិត្តចាក់ virus នោះចូលទៅក្នុងរាងកាយរបស់ខ្ញុំតែម្ដងក៏ប៉ុន្តែនៅពេលដែលខ្ញុំបានចេញមកខ្ញុំបានលេបថ្នាំដើម្បីបន្សាបអាការៈមិនល្អនៅក្នុងរាងកាយរបស់ខ្ញុំដូច្នេះនៅពេលដែលខ្ញុំត្រឡប់ទៅប្រទេសកំណើតរបស់ខ្ញុំអាចផលិតថ្នាំបន្សាបបានជាមិនខាននៅពេលដែល
ដែលបានលើកដូច្នោះលីឡាំងបាននិយាយថានាងពិតជាក្លាហានមែននាងបានតបទៅវិញថាខ្ញុំអត់ទេខ្ញុំធ្វើនេះគឺដើម្បីការពារមនុស្សម្នាក់តែប៉ុណ្ណោះគឺដោយលោកអញ្ចឹងគឺការពារក្រុមការងាររបស់លោកនៅពេលនោះលីឡាំងបានសួរទៅនាងថាតើហេតុអីក៏នាងលោកពួកខ្ញុំដើម្បីជួយមនុស្សម្នាក់នោះក៏ប៉ុន្តែនាងបានតបថានាងមិនអាចឆ្លើយបានឡើយលីឡាំងបាននិយាយថាពេលនេះក្រុមរបស់ខ្ញុំលែងចង់ការពារនាងទៀតហើយពួកខ្ញុំអាចត្រឹមតែជូននាងទៅដល់ពលានយន្តហោះតែប៉ុណ្ណោះបន្ទាប់ពីនោះគឺនាងជាអ្នករ៉ាប់រងខ្លួនឯងហើយរួចហើយគេក៏បានដាក់ចេញនៅពេលនោះដែរក៏ស្រាប់តែទូកហាក់ដូចជាបដូរទិសដៅដែលជាហេតុធ្វើឲ្យពួកគេឆ្ងល់មែនទែនរីឯម្ដាយម្នាក់នេះវិញគាត់ក៏បានលើសំឡេងរបស់លីនឡាំងហើយនឹងសង្យានិយាយគ្នាផងដែរលោកព្រឹកឡើងពួកគេបានមកដល់កំពង់ផែហើយបានធ្វើដំណើរទៅពលានយន្តហោះដើម្បីជូនសង្យាទៅក៏ប៉ុន្តែលីនឡាំងបានប្រាប់ឲ្យកូនចៅរបស់គេទាំងអស់ចាំនៅក្នុងឡានគេជូននាងទៅតែម្នាក់ឯងតែប៉ុណ្ណោះនៅពេលដែលពួកគេបានចូលមកដល់ក៏ស្រាប់តែលីនឡាំងបានឃើញមនុស្សបិទមុខលីនឡាំងក៏បានដឹងហើយក៏បានបាញ់ពួកគេតែម្ដងពួកគេក៏បានបាញ់តបតវិញដែលជាហេតុធ្វើឲ្យស្លាប់មនុស្សជាច្រើនអ្នកពេលនោះសង្យាបានឃើញក្មេងស្រីម្នាក់នាងក៏បានទៅជួយក្មេងស្រីម្នាក់នោះក៏ប៉ុន្តែនាងត្រូវបានចាប់ខ្លួនបាត់ហើយលីនឡាំងក៏បញ្ញាប់ទៅជួយនាងតែពួកគេបានយកសង្យាទៅបាត់ហើយលីនឡាំងក៏បញ្ញាប់ហើយកូនចៅរបស់គេដើម្បីមកយកគេបន្តមកគេបានសួរទៅឡាជាអំពី GPS ដែលនៅជាប់ខ្លួនរបស់សង្យានៅដំណើរការដែលអត់នៅដំណើរការល្អណាស់ពួកគេក៏បានធ្វើដំណើរទៅទីនោះតែម្ដងក៏ប៉ុន្តែនៅពេលនោះមានអ្នកបានខលមកលីនឡាំងដែលបានអបគេថាពេលនេះពេលសកម្មរបស់គេបានសម្រេចហើយក៏ប៉ុន្តែគេបានតបថានៅទេគេកំពុងតែទៅតាមរកសង្យាក៏ប៉ុន្តែមេបញ្ជាការម្នាក់នោះបាននិយាយថានេះមិនមែនជាសង្យាឡើយនាងគឺជាបងប្អូនព្រោះរបស់សង្យាមានឈ្មោះថាវ៉ាងសៀនពេលនេះសង្យាពិតប្រាកដគឺបានទៅដល់គោលដៅដោយសុវត្ថិភាពហើយពួកគេទាំងពីរនាក់គឺជាកូនកំព្រាត្រូវបានចិញ្ចឹមដោយគ្រួសារពីរផ្សេងគ្នាគឺមានតែមនុស្សប៉ុន្មានអ្នកតែប៉ុណ្ណោះដែលបានដឹងអំពីរឿងនេះហើយវ៉ាងសៀនគឺជាអ្នកស្ម័គ្រចិត្តពលីដើម្បីបេសកកម្មមួយនេះគាត់បានប្រាប់ឲ្យលីនឡាំងទុកនាងនៅនឹងចុះពីព្រោះតែនាងគ្មានតម្លៃនឹងជួយសង្គ្រោះឡើយដែលជាហេតុធ្វើឲ្យលីនឡាំងហួសចិត្តមែនទែននៅពេលដែលបានលឺបន្ទាប់ពីបាននិយាយទូរស័ព្ទរួចហើយពួកគេក៏បានធ្វើដំណើរទៅផ្ទះសុវត្ថិភាពរបស់ពួកគេក៏ប៉ុន្តែមើលទៅលីនឡាំងហាក់ដូចជាមិនដាច់ចិត្តចំពោះវ៉ាងឆានសោះគេបាននឹកឃើញអំពីសម្ដីរបស់នាងបាននិយាយថាខ្ញុំមិនមែនជាមនុស្សក្លាហានឡើយខ្ញុំគ្រាន់តែចង់ការពារមនុស្សម្នាក់តែប៉ុណ្ណោះនៅពេលនោះគេក៏បានសម្រេចចិត្តថានឹងទៅជួយនាងតែម្ដងហើយក៏បានធ្វើដំណើរទៅទីតាំងនោះគណៈពេលដែលម្ដាយម្នាក់នេះកំពុងតែយកឈាមរបស់នាងដើម្បីធ្វើពិសោធន៍កូនចៅរបស់រយបានសម្លាប់អ្នកយាមលីនឡាំងបានសម្រូតខ្លួនពីលើមកហើយបានចាត់ការអ្នកយាមនៅទីនេះបន្តមកគេបានប្រាប់ឲ្យពេទ្យចាក់ចេញពីទីនេះហើយបានស្រែកចំណងឲ្យវ៉ាងឆានគេបានប្រាប់នាងថាពេលនេះសង្យាមានសុវត្ថិភាពហើយកុំព្រួយបារម្ភអីនាងបានសួរគេថាតែគេបានដឹងរឿងនេះពេលណាហើយហេតុអីក៏គេមកជួយនាងលីនឡាំងក៏បានឆ្លើយតបថាគឺដោយសារតែខ្ញុំមិនចង់ឲ្យសង្យាបាត់បង់បងស្រីរីឯពេទ្យពីរអ្នកនេះវិញពេលនេះពួកគេបានជួបរយបានសម្លាប់ម្នាក់ហើយប្រាប់ម្នាក់ទៀតឲ្យជូនគេទៅរកសង្យានៅពេលដែលបានជួបគ្នាពួកគេបានបាញ់គ្នាទៀតលីនឡាំងបាននាំវ៉ាងឆានរត់ហើយបានបាញ់តទៅជាមួយរយបានបាញ់គេដែលជាហេតុធ្វើឲ្យលីនឡាំងធ្លាក់ពីលើកម្មចិន្តាជាមួយកូនចៅរបស់រយកូនចៅរបស់រយបានបាញ់ពួកគេទាំងពីរនាក់តែចានបានមកពីក្រោយបាញ់សម្លាប់ពួកគេដើម្បីជួយលីនឡាំងបន្ទាប់មកពួកគេបាននាំគ្នាចេញទៅក្រៅនៅពេលនោះពួកគេបានបន្តលីនឡាំងដែលគេបានមកតែម្នាក់ឯងបន្ទាប់មកលីនឡាំងបានប្រាប់ឲ្យពួកគេបំបែកគ្នាលើចេគឺជាអ្នកយកវ៉ាងឆានទៅឡានទុកឲ្យពួកគេជាអ្នកទប់ទល់នៅទីនេះនៅពេលដែលលើចេបានយកវ៉ាងឆានមកគេបានសួរនាងថាតើនាងអាចបើកឡានបានដែរឬក៏អត់នាងបានតបថានាងអាចក៏ប៉ុន្តែនាងដូចជាភ័យគេបានឲ្យនាងទៅឡានរីឯគេវិញទៅជួយគ្នារបស់គេរីឯគេទាំងពីរនាក់នេះវិញពួកគេបានបាញ់កូនចៅរបស់រយស្លាប់អស់ជាច្រើនអ្នកបន្តមកតាឆានបានប្រយុទ្ធជាមួយនឹងមួយនេះក៏ប៉ុន្តែមើលទៅគេក៏ខ្លាំងណាស់ដែររីឯលូស៊ីវិញនាងបានបែកគ្នាជាមួយនឹងស្រីម្នាក់នេះគណៈពេលដែលលីនឡាំងហើយនឹងរយបានជួបគ្នាពួកគេបានបាញ់គ្នាបន្តមកពួកគេបានប្រជុំមកហើយភ្ជុងដាក់គ្នារយបាននិយាយទៅលីនឡាំងថាកាប់តែនលីនលោកពិតជាធ្វើឲ្យខ្ញុំតឹងទ្រូងខ្លាំងណាស់ក៏ប៉ុន្តែលីនឡាំងបានតបវិញថាឲ្យរបស់លោកទៅវិញទេដែលធ្វើឲ្យលោកតឹងទ្រូងនោះរយបាននិយាយទៀតថាប្រកបសង្យាឲ្យខ្ញុំនេះគឺជាឱកាសចុងក្រោយក៏ប៉ុន្តែលីនឡាំងបាននិយាយថាកុំស្ម័គ្រអសោះបន្តមកពួកគេបានបាញ់គ្នាក៏ប៉ុន្តែបាញ់ខុសទាំងពីរនាក់បានប្រយុទ្ធវាយគ្នាបន្តទៀតរីឯខាងនេះវិញតាចានបានវាយចេញកូនចៅរបស់រយបន្តមកគេបានទម្លាក់របស់ដាច់មកសង្កត់ជើងរបស់តាចានរីឯខាងនេះវិញពួកគេបានត្រូវម្នាក់មួយកំបិតមើលទៅពួកគេខ្លាំងដូចគ្នាតែម្ដងនៅពេលដែលកូនចៅរបស់រយចង់សម្លាប់តាចានក៏ស្រាប់តែលើជាបានមកដល់ហើយជួយគេដូច្នោះតាចានបានប្រាប់ឲ្យលើជារត់ក៏ប៉ុន្តែគេមិនស្លាប់ឡើយគេចង់ប្រយុទ្ធជាមួយនឹងកូនចៅរបស់រយដែលជាហេតុធ្វើឲ្យតាចានព្រួយបារម្ភមែនទែនគេក៏បានចាប់ផ្ដើមវាយគ្នាតែគេអាចយកឈ្នះកូនចៅរបស់រយបានដែរឬអត់មើលទៅក៏ប៉ុន្តែមើលទៅគេក៏ខ្លាំងណាស់ដែរកូនចៅរបស់រយបានវាយគេចាប់បោកប្រហែលអាចអស់គ្មានសល់នៅពេលនេះយើងបានឃើញថាសាច់ដុំរបស់គេគឺខ្លាំងមិនអន់ជាងតាចានឡើយគេបានវាយបន្តទៀតហើយបានសម្លាប់ឲ្យមួយនោះនៅពេលនោះតែម្ដងរីឯលូស៊ីវិញនាងបានធ្លាក់ពីលើមកជាមួយនឹងកូនចៅរបស់រយលើជាបានទៅជួយលូស៊ីដែលចុកខ្សែចោលតាចានដែលកំពុងតែត្រូវដៃសង្កត់ជើងរីឯលីនឡាំងវិញគេបានវាយរយត្រូវចំខ្នងគេក៏បានវាយរយត្រូវទៀតធ្លាក់ពីលើអគាររីឯពួកគេទាំង3នាក់នេះវិញនៅពេលដែលពួកគេបានចេញមកក៏ស្រាប់តែកូនចៅរបស់រយបានភ្ជាប់កំភ្លើងគំរាមពួកគេពេលនោះវ៉ាងឆានបានបើកឡានមកបំបុកដើម្បីជួយពួកគេទាំង3នាក់ឃើញដូច្នោះធ្វើឲ្យពួកគេសប្បាយចិត្តមែនទែនហើយក៏បញ្ញាប់ឡើងឡានដើម្បីចាក់ចេញពីទីនេះឃើញដូច្នោះរយក៏បានបើកឡានដេញតាមពួកគេ
គេបំបុកពួកគេពីក្រោយហើយបាញ់ពួកគេក៏ប៉ុន្តែឡានអាលាក់មែនតែនទ្វីក្រោយឡានរបស់ពួកគេបានបើកពេលនោះលីនឡើងបានបាញ់រយក៏ប៉ុន្តែបាញ់មិនត្រូវហើយគេបានហក់ទៅលើឡានរបស់រយនៅពេលដែលរយចង់បាញ់បាំងឈាននៅពេលនោះតាចាន់បានបាញ់ទៅកង់ឡានរបស់រយក៏បានជន់ហ្គាសបំបុកដែលជាហេតុធ្វើឲ្យលីនឡើងវិតែនឹងធ្លាក់ពីលើដំបូលឡានទៅហើយរយក៏បានឡើងមកលើដំបូលឡានហើយបានវាយគ្នាជាមួយនឹងលីនឡើងឡានរលាក់ធ្វើឲ្យពួកគេជិតធ្លាក់បន្តមករយបានចូលទៅក្នុងឡានហើយបានបើកបំបុកដោយនាំលីនឡើងចូលទៅក្នុងឡានវិញតែលីនឡើងបានដកកន្លឹះក្របបែកដែលជាហេតុធ្វើឲ្យផ្ទុះនៅលើឡានរបស់រយធ្វើឲ្យពួកគេសប្បាយចិត្តមែនទែនបន្តមកពួកគេបានបើកឡានទៅដល់កន្លែងមួយនៅពេលដែលលីនឡើងបាននាំវ៉ាងឈានចាក់ចេញទៅតែចិនបានស្ដីបន្ទោសឡាជាហេតុអីក៏ឯងលាក់បាំងពួកខ្ញុំក៏ប៉ុន្តែគេបានតបថាខ្ញុំបានប្រាប់ហើយម្ដាយរបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំវាយគ្នាឡើយក៏ប៉ុន្តែតែចិនបានតបថាឯងមិនដែលប្រាប់ពួកយើងឡើយរីឯវ៉ាងឈានវិញពេលនេះដល់ពេលដែលនាងត្រូវចាក់ចេញពីទីនេះហើយនៅពេលនោះលីនឡើងបានឲ្យស្គាល់គ្រប់តែនាងដែលបាននិយាយថានេះគឺជាលើកចុងក្រោយហើយបន្តមកនៅពេលដែលនាងបានដើរចេញទៅពួកគេក៏បានលើកដៃបាយបាយលីននាងជាលើកចុងក្រោយនៅពេលនោះដែរក៏ស្រាប់តែមានអ្នកបានខលមកលីនឡើងគឺជាមេបញ្ជាការរបស់គេនោះឯងគាត់បាននិយាយថាកាប់តែនលីនពេលនេះលោកមានបទបញ្ជាថ្មីឬដូច្នោះធ្វើឲ្យកូនចៅរបស់គេមិនសប្បាយចិត្តសោះក៏ប៉ុន្តែគាត់បាននិយាយបន្ថែមទៀតថាបញ្ចប់ការងារមួយនេះគឺលោកត្រូវបញ្ជាឲ្យសម្រាប់វិស្មកាលបាទប្រិមិត្តរឿងរបស់យើងសន្មតថាចប់ត្រឹមតែប៉ុណ្ណេះយ៉ាងម៉េចដែរប្រិមិត្តបន្តពីទស្សនារឿងនេះហើយតើប្រិមិត្តស្គាល់តួអង្គនៅក្នុងរឿងនេះដែរអត់ពួកគេសុទ្ធតែសង្ហាហើយល្បីទៀតជាពិសេសតួអង្គលីនឡើងហើយនឹងរយគឺជា Vanessa Wu ដែលជាសមាជិកក្រុម F4 តើប្រិមិត្តណាខ្លះដែលបានស្គាល់គាត់បើសិនជាប្រិមិត្តស្គាល់គាត់សូមខមមិនប្រាប់ admin ផងណានិងឲ្យប្រិមិត្ត admin អរគុណមែនទែនសម្រាប់ការតាមដានទស្សនារបស់ប្រិមិត្តតាំងពីដើមរហូតដល់ចប់ចំពោះវីដេអូសម្រាប់រឿងរបស់ admin សូមសន្យាថានឹងស្វែងរករឿងល្អៗមើលដើម្បីសម្រាប់ជូនប្រិមិត្តទស្សនាបន្តទៀតនៅពេលនេះ admin សូមលាសិនហើយជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ